តើអ្នកធ្លាប់សម័យទេថាការរស់នៅក្នុងប្រទេសដែលគ្មានសង្គ្រាមគ្មានការឈ្លានពានពីបរទេសតែប្រជាជនបែរជារស់នៅរងទុក្ខវេទនានិងភ័យខ្លាចជាងប្រទេសដែលមានសង្គ្រាមទៅទៀតនោះវាយ៉ាងម៉េចទៅថ្ងៃនេះយើងនឹងទៅមើលការពិតដ៏ជូរចត់របស់ប្រទេសមួយដែលប្រជាជនជាង25លាននាក់កំពុងរស់នៅក្នុងគុកគ្មានជញ្ជាំងដែលបង្កើតឡើងដោយមេដឹកនាំរបស់ខ្លួនឯងនោះគឺប្រទេសកូរ៉េខាងជើងនៅកូរ៉េខាងជើងសិទ្ធិជាមនុស្សត្រូវបានដកហូតស្ទើរតែទាំងស្រុងអ្នកមិនអាចពាក់អាវខោតាមចិត្តមិនអាចកាត់សក់តាមម៉ូដដែលអ្នកចូលចិត្តនោះទេព្រោះរដ្ឋបានកំណត់ម៉ូដសក់ផ្លូវការជាច្រើនប្រភេទដែលប្រជាពលរដ្ឋត្រូវតែធ្វើតាមដោយហាមឃាត់ដាច់ខាតមិនឲ្យធ្វើតាមរចនាបថបរទេសឡើយកុំថាឡើយមានសិទ្ធិបញ្ចេញមតិសូម្បីតែសិទ្ធិស្ដាប់ចម្រៀងមើលរឿងភាគឬប្រើប្រាស់វប្បធម៌ពីបរទេសដូចជារឿងភាគកូរ៉េខាងត្បូងក៏អាចធ្វើឲ្យអ្នកប្រឈមមុខនឹងការដាក់ទោសយ៉ាងធ្ងន់ធ្ងររហូតដល់ថ្នាក់ប្រហារជីវិតជាសាធារណៈការប្រើប្រាស់អ៊ីនធឺណិតក្រៅប្រព័ន្ធដែលរដ្ឋត្រួតពិនិត្យគឺជាបទល្មើសឧក្រិដ្ឋហើយរាល់ការទំនាក់ទំនងឬព័ត៌មានទាំងអស់ត្រូវតែស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតគ្មានឡើយពាក្យថាឯកជនភាពអ្វីដែលកាន់តែអយុត្តិធម៌និងគួរឲ្យរន្ធត់ចិត្តបំផុតគឺច្បាប់ផ្ដន្ទាទោស3ជំនាន់ដែលមានន័យថាបើមានសមាជិកគ្រួសារណាម្នាក់ធ្វើខុសឬព្យាយាមរត់គេចពីប្រទេសក្រុមគ្រួសារទាំង3ជំនាន់រួមទាំងជីដូនជីតាឪពុកម្ដាយនិងកូនចៅនឹងត្រូវចាប់ខ្លួនយកទៅឃុំឃាំងនិងបង្ខំឲ្យធ្វើការងារធ្ងន់នៅក្នុងជំរំពលកម្មនយោបាយរហូតដល់ស្លាប់ដោយសារតែអត់ឃ្លាននិងទារុណកម្មក្រៅពីនេះប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពក្នុងការធ្វើដំណើរឆ្លងខេត្តឬផ្លាស់ប្ដូរទីលំនៅដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋាភិបាលឡើយប្រព័ន្ធអភិជននិងការបែងចែកវណ្ណៈតាមប្រព័ន្ធសង្ឃបុណ្យក៏ជាច្រវាក់ដែកថែបចងជើងប្រជាជនមិនឲ្យងើបមុខរួចដែរដោយកំណត់អនាគតការងារនិងការហូបចុករបស់មនុស្សម្នាក់ៗតាំងពីកំណើតផ្អែកលើភក្តីភាពរបស់គ្រួសារចំពោះមេដឹកនាំមិនត្រឹមតែប៉ុណ្ណោះការត្រួតពិនិត្យការគិតនិងការបង្ខំឲ្យគោរពបូជាក៏ជាទម្ងន់នៃការឈឺចាប់ដ៏ខ្លាំងក្លាផងដែររាល់ផ្ទះប្រជាពលរដ្ឋគ្រប់រូបត្រូវតែមានព្យួររូបថតមេដឹកនាំហើយត្រូវមានភារកិច្ចជូតសម្អាតរូបថតនោះឲ្យបានស្អាតរហូតបើមានធូលីដីជាប់ឬមានអគ្គិភ័យឆាបឆេះផ្ទះរឿងដំបូងដែលត្រូវសង្គ្រោះគឺរូបថតមេដឹកនាំមិនមែនកូនចៅទេបើហ៊ានធ្វេសប្រហែសនឹងត្រូវប្រឈមមុខនឹងទោសឧក្រិដ្ឋក្នុងសម័យកាលគ្រោះទុរភិក្សធ្ងន់ធ្ងរមនុស្សរាប់លាននាក់បានស្លាប់បាត់បង់ជីវិតដោយសារអត់បាយរហូតដល់ថ្នាក់គ្មានសូម្បីតែសាច់ឬបន្លែបរិភោគគឺត្រូវបង្ខំចិត្តស្វែងរកស្មៅឬដើរកាប់ឈើហូបដើម្បីភាពរស់រានមានជីវិតប៉ុន្តែរដ្ឋាភិបាលបែរជាបដិសេធមិនព្រមទទួលស្គាល់ភាពអត់ឃ្លាននេះទេលើពីនេះទៅទៀតសូម្បីតែពេលដែលមេដឹកនាំកំពូលស្លាប់ប្រជាពលរដ្ឋទាំងអស់ត្រូវតែបង្ហាញទឹកភ្នែកនិងការសោកស្ដាយជាសាធារណៈដោយបង្ខំបើអ្នកណាម្នាក់យំមិនចេញឬបង្ហាញអាការៈសប្បាយចិត្តបន្តិចបន្តួចនឹងត្រូវគេចាត់ទុកថាជាជនក្បត់ជាតិហើយត្រូវបញ្ជូនទៅជំរំពលកម្មភ្លាមពួកគេមិនត្រូវបានឈ្លានពានដោយជាតិសាសន៍ដទៃនោះទេតែអ្វីដែលពួកគេកំពុងរងទុក្ខគឺការចេញពីការគ្រប់គ្រងអំណាចបែបផ្ដាច់ការនិងការលាងខួរក្បាលតាំងពីកុមារភាពសម្រាប់ប្រជាជនកូរ៉េខាងជើងការមានជីវិតរស់នៅជារៀងរាល់ថ្ងៃគឺគ្រាន់តែដើម្បីបម្រើនិងលើកតម្កើងមេដឹកនាំតែប៉ុណ្ណោះគ្មានក្តីស្រមៃគ្មានអនាគត